សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងមានរឿងថ្មីទៀតហើយដែលមានចំណងជើងថា Boy in Class ហើយមុននឹងចូលសាច់រឿងរបស់យើងហ្នឹងadmin សូមពឹងពាក់បងប្អូនម្នាក់មួយណាជួយចុច Subscribe និង comment លើវីដេអូរបស់ admin ផងដើម្បីជាការលើកទឹកចិត្តដល់ admin ណាឥឡូវយើងចូលសាច់រឿងយើងតែម្ដងសាច់រឿងរបស់យើងហ្នឹងក៏បានកាត់មកចូលតួប្រុសរបស់យើងណាដែលមានឈ្មោះថាជីដោះណាដែលគាត់មានរូបរាងសង្ហាខ្លាំងមែនទែននៅក្នុងថ្នាក់រៀនរបស់គាត់ណាដែលថាស្រីណាដែលឃើញរូបសម្ផស្សរបស់គាត់ហ្នឹងតែងតែលងស្នេហ៍ហើយនឹងក្តៅខ្លួនខ្លាំងមែនទែនប៉ុន្តែគាត់ហ្នឹងតែងតែប្រងើយកន្តើយចំពោះនារីណាដែលតែងតែមកល្វីល្បុលជាមួយគាត់ណាដោយសារគាត់ហ្នឹងជាមនុស្សប្រភេទបែប introvert ណាអត់ចូលចិត្តលក្ខណៈអ៊ូអរឬការសប្បាយជាមួយមិត្តភ័ក្តិប្រហែលទេតែថ្ងៃមួយហ្នឹងនៅពេលដែលជីដោះរបស់យើងកំពុងដើរចុចទូរស័ព្ទណាមើល website ផ្សេងអញ្ចឹងណាហើយនារីរបស់យើងម្នាក់តួអង្គរបស់យើងថ្មីហ្នឹងគឺមានឈ្មោះថា UA ដែលបានសន្ទនាជាមួយតួអង្គប្រុសរបស់យើងដែលនិយាយពី website មួយដែលពេញនិយមមានរឿងមានអីមើលប្រភេទរឿងពេញនិយមមើលណាបន្ទាប់មកហ្នឹងជីដោះនិង UA ហ្នឹងក៏បានសន្ទនាគ្នារួចក៏បានធ្វើដំណើរទៅក្នុងថ្នាក់ណាធ្វើដំណើរទៅក្នុងថ្នាក់ហើយគ្នាក៏បានហុចសភៅគ្នាមើលទៅវិញទៅមកណាធម្មតាទេជីដោះប្រុសស្អាតតែងតែមាននារីចោមរោមណាបន្ទាប់មកជីដោះបានទៅដល់ក្នុងសាលាហ្នឹងក៏បានជួបជាមួយកញ្ញាយូកូគេរំភើបចិត្តយ៉ាងខ្លាំងដោយសារតែឮដំណឹងជីដោះណាដែលតួប្រុសរបស់យើងអង្គឯករបស់យើងណានៅសុកហ្នឹងក៏ស្រាប់តែកញ្ញា UA របស់យើងហ្នឹងមានការអន់ចិត្តយ៉ាងខ្លាំងណាដែលជីដោះរបស់យើងហ្នឹងមានមិត្តភ័ក្តិថ្មីជាមនុស្សស្រីដូចគ្នាណាហើយស្រាប់បន្តិចហ្នឹងក៏មានបរិសម្នាក់ណាដែលមានឈ្មោះថាកៃតូហ្នឹងក៏បានសហការជាមួយគ្នាជាក្រុមបន្ទាប់ពីគេបានសហការគ្នាយ៉ាងរីករាយណាបរិសជីដោះរបស់យើងហ្នឹងក៏បានជួបជាមួយកញ្ញាហារូណាហើយជីដោះរបស់យើងហ្នឹងក៏បានទៅសើទៅកាន់ហារូណាដែលគាត់គឺជានារីម្នាក់នៅក្នុងក្រុមបាល់បោះណាដែលប៉កែណាហើយកញ្ញាយូសូគីហ្នឹងក៏បានសើចទៅលើជីដោះរបស់យើងថាជីដោះរបស់យើងហ្នឹងទុកសក់វែងសក់អីអញញ៉ៃអត់ស្អាតអីចឹងណាហើយជីដោះរបស់យើងគឺអត់មានអីប្រតិកម្មអីទេមានតែសើចធម្មតាហើយកញ្ញារបស់យើងប្រហែលអ្នកហ្នឹងឌឺដាក់ឈឺដោះខ្លាំងមែនទែនតែឈឺដោះអត់មានបញ្ហាអីទេនៅតែធម្មតាមិនយូរប៉ុន្មានថ្នាក់រៀនក៏បានចាប់ផ្ដើមឮកណ្ដឹងជួងហៅចូលក្នុងបន្ទប់រៀនណាដែលលោកគ្រូរបស់គេមានឈ្មោះថាគូរ៉ាណាហើយលោកគូរ៉ាហ្នឹងគឺមានលក្ខណៈដូចជាខ្ជិលច្រអូសខ្លាំងមែនតើហើយកញ្ញា UA របស់យើងហ្នឹងគឺបង្អួតពីកវ៉ាត់កកវ៉ាត់អីញ៉េះញោះទូប្រុសរបស់យើងណាដែលបង្ហាញនេះនោះអីចឹងទៅតែអត់មានអីច្រើនទេលោកគ្រូក៏បានហៅជីដោះហ្នឹងឲ្យឡើងនិយាយពីមេរៀននីមួយដែលគាត់បានរៀនណាពេលថ្ងៃត្រង់ក៏ឈានមកដល់ណាជីដូរបស់យើងក៏បានទៅទិញភេសជ្ជៈមួយកំប៉ុងសម្រាប់ខ្លួនឯងណាហើយគាត់ក៏បានអង្គុយជក់បារីជាមួយមិត្តភ័ក្តិរបស់គាត់ណាដែលមានឈ្មោះថាគីរ៉ាណាគាត់បាននិយាយពលនាគ្នាអំពីការដែលបានខកខានប្រឡងឈុំមាសលើកទី2ណាជាមួយមិត្តភ័ក្តិរបស់គាត់ណាហើយគាត់ពិតជាមានការអោបអានសពូនចិត្តអំពីការដែលគាត់ហ្នឹងអត់បានចូលប្រឡងនៅឈុំមាសទី2ណាហើយពួកគាត់ក៏បានសន្ទនាគ្នាអំពីការរៀនរបស់គាត់ណាដែលមិត្តភ័ក្តិរបស់ជីដោះនឹងដែលមានឈ្មោះថាគីរ៉ាហ្នឹងគាត់រៀនអត់សូវពូកែប្រហែលទេដោយសារតែគាត់ចូលចិត្តដើរលេងហឺហាសប្បាយណាមើលទង្វើរបស់ពួកគាត់ទៅដឹងហើយអង្គុយជក់បារីនៅពេលចេញលេងចេញអីណាពេលថ្ងៃត្រង់ក៏ឈានមកដល់ហើយណាដែលជីដោះរបស់យើងធ្វើដំណើរទៅផ្ទះវិញហ្នឹងក៏បានជួបកញ្ញាម្នាក់ទៀតហ្នឹងដែលមានឈ្មោះថាអាស៊ូកាហ្នឹងហើយពួកគេក៏បានលំរឹករឿងចាស់ជាមួយគ្នាណាដែលធ្លាប់ជួបប្រទះជាមួយគ្នានៃការសប្បាយរីករាយការដែលគាត់បានលេងទឹកជាមួយគ្នាណាហើយជីដោះហ្នឹងពេលហ្នឹងគិតថាប្រូ2នាក់ហ្នឹងធ្វើបាបកញ្ញាអាស៊ូការបស់យើងហ្នឹងតាមពិតទៅគឺអត់មែនទេពួកហ្នឹងគឺកំពុងតែលេងទឹកជាមួយគ្នាយ៉ាងសប្បាយរីករាយណាបន្ទាប់ពីពួកគេបានលេងទឹកយ៉ាងសប្បាយក្រៃលេងជាមួយគ្នាពួកគេក៏បានបែកគ្នាទៅផ្ទះណាបានបាយគ្នាអីចឹងទៅពេលហ្នឹងជីដោរបស់យើងហ្នឹងក៏បាននៅតែ2អ្នកកញ្ញាអាស៊ូការបស់យើងណា
ជីដូសយើងក៏បានសើចចំអកទៅលើនាងណាដែលសម្លៀកពាក់របស់នាងហ្នឹងសើមជោកអីចឹងទៅហើយកញ្ញាអាសុការបស់យើងក៏បានថាជីដូសរបស់យើងហ្នឹងជាជនឆ្លៀតឱកាសអីចឹងណាដែលឃើញគេអោសើមមកអីហ្នឹងមើលគេអត់ដាក់ភ្នែកអីចឹងណាពេលហ្នឹងដែរតួអង្គអាសូការបស់យើងហ្នឹងក៏បានសួរទៅកាន់ជីដូសថាហ្នឹងបើសិនជាមានបវិត្តហេតុមួយវាកើតឡើងនៅក្នុងទឹកហ្នឹងបើសិនមានអ្នកលងទឹកហ្នឹងតើជីដូសហ្នឹងជួយអ្នកណាគេជួយក្មេងស្រីឬមួយក៏ជួយនាងណាអូតាមមើលទៅកញ្ញាអាសូកាហ្នឹងក៏មានចិត្តលើជីដូសដែរណាបាទជីដូសជាបរិសុទ្ធសង្ហាប្រចាំថ្នាក់រៀននៅក្នុងសាកលវិទ្យាល័យមួយណាហើយជីដូសរបស់យើងទៅណាក៏មាននារីចោមរោមនៅក្នុងថ្នាក់ណាដោយសារតែរូបរាងរបស់គាត់ហើយនឹងចរិតដល់ introvert របស់គាត់អីចឹងណាពេលយប់ហ្នឹងក៏ឈានមកដល់ហើយណាតួប្រុសរបស់យើងជីដូសហ្នឹងក៏បានសម្លឹងទៅមើលព្រះច័ន្ទណាដែលគាត់លួចស្រឡាញ់នារីម្នាក់ដែលមានឈ្មោះថាកែនតាណាហើយគាត់ក៏បានទៅសួរព្រះច័ន្ទថាតើកែនតាហ្នឹងកំពុងតែមើលព្រះច័ន្ទដូចជាជីដូសដែរឬទេណាសួរខ្លួនឯងណាព្រឹកថ្ងៃបន្ទាប់ហ្នឹងតួអង្គជីដូសរបស់យើងហ្នឹងក៏បានជួបនឹងកញ្ញាចែនតារបស់យើងដែរនៅក្នុងក្តីសម័យរបស់តួអង្គប្រុសរបស់យើងណាហើយតួអង្គស្រីរបស់យើងហ្នឹងកញ្ញាកែនតាហ្នឹងក៏បានប្រាប់ទៅកាន់ជីដូសថាណានាងបានផ្លាស់បន្ទប់មករៀនជាមួយជីដូសណាជីដូសគឺមានការរំភើបចិត្តជាខ្លាំងដោយសារតែនារីដែលខ្លួនឯងស្រឡាញ់ហ្នឹងមករៀនថ្នាក់ជុំគ្នាណាថាយើងថាគេទេឲ្យតែមាននារីដែលយើងស្រឡាញ់មករួមថ្នាក់ជាមួយហ្នឹងគឺមានក្តីរំភើបខ្លាំងមែនតើបន្ទាប់ពីជីដូសចេញពីសាលាហ្នឹងក៏បានខលទៅតួអង្គរបស់យើងថ្មីណាដែលមានឈ្មោះថា UA ណាហើយ UA ក៏បានតែងខ្លួនយ៉ាងស្អាតណាដើម្បីទៅជួបបរិសង្ហាជីដូសរបស់យើងណាហើយពេលហ្នឹងដែរកញ្ញា UA របស់យើងហ្នឹងក៏ពិតជាមានការអៀនខ្មាស់យ៉ាងខ្លាំងដោយសារតែគេហ្នឹងបានលួចស្រឡាញ់ជីដូសណាហើយក៏បានសួរទៅកាន់ជីដូសថាហេតុអ្វីហ្នឹងក៏បាននាំនាងជិះកង់ដើរលេងទៅនេះទៅនោះណាហើយកញ្ញា UA របស់យើងហ្នឹងគឺពិតជាមានក្តីរំភើបយ៉ាងខ្លាំងដែលបានជិះកង់ជាមួយប្រុសសង្ហារបស់យើងហ្នឹងក៏បានលួចចាប់អាវចាប់ជើងចាប់ដៃរបស់គេណាហើយពេលហ្នឹងកញ្ញា UA របស់យើងក៏ពិតជាមានក្តីសុខខ្លាំងមែនទែនដែលបាននៅគៀកជាមួយនឹងជីដូសណាហើយជីដូសយើងដែរគឺអត់ងាយទៅពេលកពកជាមួយស្រីណាទេហើយស្រីក៏តែងតែលួចស្រឡាញ់ជីដូសណាហើយពេលហ្នឹងដែរកញ្ញា UA របស់យើងហ្នឹងតែងតែឆ្លៀតឱកាសហ្នឹងចាប់កចាប់អីគេហ្នឹងចាប់ចកេះចាប់អីគេចង់អោបគេអញ្ចឹងទៅហើយពេលគ្រាហ្នឹងដែរពួកគេហ្នឹងក៏ពិតជាមានការសប្បាយរីករាយខ្លាំងមែនទែនដែលបាននៅជាមួយគ្នាណាដើរលេងជិះកង់មើលវាលមើលអីជាមួយគ្នាអីចឹងទៅបន្ទាប់មកហ្នឹងតួអង្គប្រុសរបស់យើងក៏បានជិះកង់ទៅជាមួយ UA ហ្នឹងក៏បានតម្រង់ទៅផ្ទះម្ដាយរបស់កែនតាណាដែលនិយាយប្រាប់ទៅម្ដាយកែនតាថាកែនតាហ្នឹងមានវិបត្តិអីដែលបានដែលធ្វើឲ្យគាត់ហ្នឹងអត់ដែលបានទៅសាកលវិទ្យាល័យទៅរៀនជាមួយគ្នាណាហើយពេលហ្នឹងដែរហ្នឹងតួអង្គប្រុសយើងឈីដូសជាមួយ UA ហ្នឹងក៏បាននិយាយពន្យល់ទៅកាន់កែនតាណាតែកែនតាហ្នឹងគាត់អត់បានទៅសាលារៀនមួយរយៈធំដោយសារតែគាត់មានវិបត្តិផ្លូវចិត្តរបស់គាត់ណាហើយមិត្តភ័ក្តិរបស់គេទាំងពីរនាក់របស់កែនតាហ្នឹងក៏បានពន្យល់កែនតាសពគ្រប់ឯណាដើម្បីលើកទឹកចិត្តគ្នាកុំឲ្យគ្នាពិបាកចិត្តពិបាកអីដើម្បីទៅរៀនទៅអីចឹងទៅប៉ុន្តែកែនតាហ្នឹងគាត់អត់ស្ដាប់នៃការពន្យល់របស់មិត្តភ័ក្តិគាត់ទាំងពីរទេនៅតែអង្គុយយំហើយអស់សង្ឃឹមណានៃជីវិតរបស់គាត់ហ្នឹងគាត់ជួបវិបត្តិផ្លូវចិត្តរបស់គាត់ធ្ងន់ធ្ងរណាហើយរឿងណាគឺចង់បញ្យល់ទៅកាន់អ្នកទាំងអស់គ្នាណាបើមានវិបត្តិអីខ្លាំងប៉ុណ្ណាក៏ដោយយើងអត់ត្រូវបោះបង់មិត្តភ័ក្តិទេព្រោះមិត្តភ័ក្តិគឺសំខាន់ណាស់ទៅពេលវ័យនៅក្នុងការសិក្សាណាហើយកែនតាហ្នឹងពិតជាអត់ស្ដាប់មិត្តភ័ក្តិគាត់នឹងទាំងពីរទេហើយតួអង្គយើងទាំងពីរហ្នឹងក៏បានជិះកង់ត្រឡប់ទៅផ្ទះរបស់គាត់វិញណាហើយពេលធ្វើដំណើរតាមផ្លូវហ្នឹងតួអង្គស្រីរបស់យើង UA ហ្នឹងក៏បានសួរនាំទៅកាន់ជីដូសណាតើជីដូសមានការចាប់អារម្មណ៍ទៅលើស្រីណាម្នាក់អីចឹងទៅហើយក៏បាននាំគ្នាទៅទិញសៀវភៅប្រឡំលោកដើម្បីអានជាមួយគ្នាជិះកង់នៅក្រោមពន្លឺថ្ងៃលិចណាហើយកញ្ញា UA របស់យើងក៏បានអោបចង្កេះតួអង្គប្រុសរបស់យើងយ៉ាងណែនណាហើយ UA ហ្នឹងក៏មានចិត្តសប្បាយរីករាយខ្លាំងមែនទែនដែលបានជិះកង់ជាមួយបរិសដែលខ្លួនស្រឡាញ់ណា
ហើយពេលហ្នឹងដែរកញ្ញា UR របស់យើងនឹងពិតជាល្ពើសខ្លាំងមែនទែនក៏បានក្រោកឈរក្រោកអីហ្នឹងឈីដុសក៏បានប្រាប់ថាកុំធ្វើអញ្ចឹងប្រយ័ត្នធ្លាក់ប្រយ័ត្នអីណាហើយស្រាប់តែអោបចង្កេះតួអង្គប្រុសរបស់យើងយ៉ាងស្អិតរមួតហើយក៏បានប៉ះពាល់គ្នាបន្តិចបន្តួចណាហើយពីរនាក់ហ្នឹងក៏មានអារម្មណ៍ថាដូចជាស្និទ្ធស្នាលជាងមុនអីចឹងទៅក៏មានចិត្តលើគ្នាស្រឡាញ់គ្នាអញ្ចឹងណា